ទូទាំងសកលជនតំបន់អានសេះគឺស្ថិតនៅក្នុងទឹកដីរបស់កម្ពុជាក៏ប៉ុន្តែតំបន់នេះគឺកំពុងតែស្ថិតត្រូវបានការគ្រប់គ្រងដោយខុសច្បាប់ពីសំណាក់យោធាថៃហើយយោធាថៃក៏កំពុងតែប៉ុនប៉ងបាទកែប្រែនិងធ្វើហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដើម្បីកែប្រែក្លាយតំបន់នេះទៅជាទឹកដីរបស់ខ្លួនបើទោះបីជាមានការតវ៉ាពីរាជរដ្ឋាភិបាលកម្ពុជាជាឆ្លើកច្រើនសារតាមរយៈយន្តការច្បាប់អន្តរជាតិក្តីចំពោះរឿងរ៉ាវតំបន់អានសេះនេះខ្ញុំបាទសូមធ្វើការជជែកពិភាក្សាជាមួយនឹងអាដាមស្រីបារ៉ាអគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសកិច្ចការព្រំដែននៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនដែលអាដាមគឺជាអ្នកជំនាញនិងមានបទពិសោធន៍ច្រើនឆ្នាំលើរឿងរ៉ាវនេះអាដាមអាចជំរាបជូនសាធារណជនបានទេពាក់ព័ន្ធទៅនឹងតំបន់អានសេះព្រោះថាបើតាមឯកសារដែលបន្សល់ទុកពីគណៈកម្មការកំណត់ព្រំដែនបារាំងស៊ីមក៏ដូចជាផែនទីຂະຫນາດ1លើ200,000បានបង្ហាញថាតំបន់អានសេះនេះគឺស្ថិតនៅក្នុងទឹកដីកម្ពុជាអញ្ចឹងចង់សូមគ្រប់អាដាមអាចបញ្ជាក់ជូនសាធារណជនទាក់ទងទៅនឹងលក្ខណៈបទដ្ឋានបច្ចេកទេសក៏ដូចជាការបង្ហាញនៅខ្សែបន្ទាត់ផែនទីទាំងនោះបាទអរគុណលោកចំណានខ្ញុំសូមបញ្ជាក់ជូនសាធារណជនតាមអ្វីដែលលោកចំណានបានលើកឡើងគឺជាការពិតនិងត្រឹមត្រូវគឺតំបន់អានសេះទាំងមូលគឺស្ថិតនៅក្នុងទឹកដីរបស់កម្ពុជាហើយបច្ចុប្បន្នក៏ស្ថិតនៅក្នុងការគ្រប់គ្រងកាន់កាប់ដោយការឈ្លានពានពីសំណាក់កងកម្លាំងប្រដាប់អាវុធថៃក្រោយសង្គ្រាមនៅចុងឆ្នាំ2025ខ្ញុំសូមជម្រាបជូនរំលឹកបន្ថែមនៅខ្សែព្រំដែនអន្តរជាតិកម្ពុជាថៃរបស់យើងគឺមែនទែនទៅគឺជាមរតកនៃខ្សែព្រំដែនដែលបន្សល់ទុកពីជំនាន់បារាំងដោយគណៈកម្មការចិនសៀមនៅក្នុងនោះគឺយោងទៅលើអនុសញ្ញាឆ្នាំ1994និងសន្ធិសញ្ញាឆ្នាំ1997ដូចជាឯកសារពាក់ព័ន្ធមួយចំនួនទៀតហើយអ្វីដែលជាការសំខាន់បំផុតដែលយើងកំពុងតែយកមកប្រើប្រាស់និងវិញ្ញាជូនបងប្អូនទស្សនិកជននោះគឺផែនទី1លើ2000មាត្រដ្ឋាន1លើ2000ដែលជាផែនទីលទ្ធផលនៃការនេសាទសមានៃការងាររបស់គណៈកម្មការព្រំដែនមួយចំនួនដែលក្នុងនោះមានចំនួន7ទាំងសម្រាប់តំបន់ច្រកព្រំដែនអានសេះឬក៏តំបន់អានសេះមួយគឺស្ថិតនៅភូមិសាស្ត្រឃុំចុងសានសុខចុងសានខេត្តព្រះវិហារហើយខ្ញុំសូមជម្រាបជូនថាច្រកទ្វារព្រំដែននេះគឺមានជាយូរណាស់មកហើយបាទអាចថាដោយសារមានស្ដែងនៅលើផែនទីកាលពីចំនួនបារាំងគឺផែនទី1លើ2000បាទហើយក៏ជាតំបន់ដែលមិនមានបកគោព្រំដែនទេអញ្ចឹងតំបន់ដែលអត់មានបកគោព្រំដែនគឺស្ថិតនៅក្នុងអនុសញ្ញាឆ្នាំ1994តំបន់នេះគឺបើយើងពិនិត្យមើលនៅលើផែនទីមេឋាន1លើ2000គឺផែនទីសញ្ញាខោងបាទនេះជាផែនទីសញ្ញាខោងខ្ញុំសូមដាក់ផែនទី background ភូមិហើយនឹងទាញយកផ្នែកមួយនៃផែនទីខោងយកមកបង្ហាញគឺទីតាំងនៃច្រកអានសេះអញ្ចឹងនៅក្នុងនេះគេដាក់គោលដានសេះគឺមានន័យថាជាច្រកព្រំដែនឆ្លងកាត់រវាងប្រទេសទាំងពីរដែលពីចំនួនមានតាំងពីជាង100ឆ្នាំហើយអញ្ចឹងច្រកនេះមិនមែនជាច្រកដែលបង្កើតថ្មីទេអញ្ចឹងច្រកបើយើងនិយាយមកថាជាច្រកបែបប្រពៃណីឬក៏ជាច្រកបែបប្រវត្តិសាស្ត្រទៀតផងខ្ញុំសូមរំលឹកជូនដែរថាច្រកនេះតាមការងាររាជរដ្ឋាភិបាលនៃប្រទេសទាំងពីរបានរៀបគ្នាកាលពីមុនមានបញ្ហាជំងឺនេះគឺបាទនឹងដំឡើងទៅជាកម្រិតច្រកព្រំដែនអន្តរជាតិប៉ុន្តែដោយសារតែមានបញ្ហាជាបន្តបន្ទាប់ធ្វើឲ្យច្រកនេះនឹងជាច្រកបែបប្រពៃណីដដែលទេបាទខ្ញុំសូមបញ្ជាក់ជូនតាមលក្ខណៈបច្ចេកទេសនិងធ្វើការបង្ហាញជាក់ស្ដែងជូនបងប្អូនជនរួមជាតិឲ្យឃើញថាតើហេតុអ្វីបានជាអ្នកបច្ចេកទេសកម្ពុជាឬក៏អ្នកបច្ចេកទេសជននៃរដ្ឋលេខាធិការដ្ឋានការព្រំដែនបញ្ជាក់ថាតំបន់អានសេះនេះស្ថិតនៅក្នុងទឹកដីរបស់កម្ពុជាទី1គឺយើងបានយោងទៅលើផែនទីមាត្រដ្ឋាន1លើ2000ដែលជាលទ្ធផលនៃការនិខានសមារបស់គណៈកម្មការព្រំដែនចិនសៀមទី2គឺយើងបានយកផែនទីឯកតោភាគីរបស់ថៃគឺផែនទីដែលផលិតឡើងដោយនាយកដ្ឋានភូមិន្ទថៃដែលយើងហៅថានាយកដ្ឋានរកវែងភូមិន្ទថៃដែលយើងហៅថា Royal Thai Survey Department ដែលផលិតឡើងនៅក្នុងស៊េរី L7017 បាទនៅក្នុងសន្លឹកផែនទីលេខ5937មួយបាទអញ្ចឹងតាមរយៈផែនទីឯកតោភាគីរបស់ថៃនិងតាមរយៈផែនទីដែលជាលទ្ធផលនៃការងារខាងសមាឬក៏ថាផែនទីព្រំដែនផ្លូវការរបស់កម្ពុជាថៃនោះខ្ញុំអាចបង្ហាញតាមរយៈរូបភាពកែរណបដែលក្នុងនេះគឺមានខ្សែចំនួន2ខ្សែពណ៌ក្រហមគឺជាខ្សែដែលបានគូសចេញឬក៏គូសចម្លងពីផែនទី1លើ200គាត់មានផែនទីផ្លូវការរបស់យើងឬក៏ផែនទីលទ្ធផលរបស់គណៈកម្មការព្រំដែនចិនសៀមគឺលទ្ធផលនៃការខណ្ឌសញ្ញាលើខ្សែឯខ្សែពណ៌ខៀវគឺជាខ្សែដែលខ្ញុំយកចេញពីផែនទីឯកតោភាគីរបស់ថៃដែលគូសឡើងដោយឯកតោភាគីនៅលើមាត្រដ្ឋាន1លើ50,000បាទនៅក្នុងសន្លឹកផែនទីលេខ5937មួយអញ្ចឹងបើតាមយើងមើលសន្តានខ្សែជារួមឃើញថាកន្លែងទាំងអស់ហ្នឹងឬក៏ក្នុងតំបន់ដែលខ្ញុំបានបង្ហាញទៅមុនខ្សែស្ទើរតែថាបាទបាទអញ្ចឹងអាចនិយាយបានមួយបែបថាខ្សែព្រំដែនកន្លែងនេះមិនសូវជាមានជំហរគ្រប់ទៀតទេបើមិនបើពិនិត្យទៅលើផែនទីក្នុងហ្នឹងខ្ញុំសូមបញ្ជាក់ជូនទីតាំងច្រកទ្វារគឺនៅកន្លែងនេះនៅខាងចុងខាងស្ដាំបាទហើយខ្ញុំបានរំលឹកនៅទីតាំងមួយដែលប្រហែលជាបងប្អូនជនរួមជាតិ
សាធារណជនមិនទាន់ផ្លេចទេគឺកន្លែងដែលយោធាថៃបានបំផ្លាញរូបព្រះវិស្ណុនិងសាងជំនួសដោយរូបព្រះពុទ្ធបាទក្នុងនេះគឺទីតាំងនេះកាលការដែលធ្វើសកម្មភាពគឺនៅថ្ងៃទី24 ខែធ្នូឆ្នាំ2025ហើយរូបនេះទីតាំងរបស់រូបសំណាកព្រះវិស្ណុនេះគឺស្ថិតនៅជ្រៅក្នុងទឹកដីកម្ពុជាកុំថាឡើយខ្ញុំវាស់ចេញពីខ្សែពណ៌ក្រហមសូម្បីតែខ្ញុំវាស់ចេញពីខ្សែពណ៌ខៀវដែលជាខ្សែឯកតោវិធីរបស់ថៃនោះបាទក៏ឃើញថាមានចម្ងាយប្រមាណ500ម៉ែត្រដែរនោះអញ្ចឹងគាត់បានធ្វើថៃបានធ្វើជាថៃបានធ្វើសកម្មភាពបំផ្លាញទ្រព្យសម្បត្តិដែលស្ថិតនៅក្នុងទឹកដីរបស់កម្ពុជាមិនតែប៉ុណ្ណោះសកម្មភាពនៃការបំផ្លាញរូបសំណាកនេះគឺมันបានបង្អាក់នៅសកម្មភាពរបស់ថៃក្នុងការឈ្លានពានបំពេញមកលើបុណ្យភាពទឹកដីកម្ពុជាក្រោយមានសេចក្តីប្រកាសរួមឬក៏បទជប់បាញ់កាលពីថ្ងៃទី27ធ្នូឆ្នាំ2025ទេគឺភាគីថៃឬក៏កងកម្លាំងដាវថៃឬក៏ខាងថៃតែម្ដងដោយសារមានទាំងប្រសងមានទាំងគុំសំបីមានទាំងអីបានចូលមកធ្វើសកម្មភាពជាច្រើននៅក្នុងតំបន់នេះទី1មានការសាងសង់រូបនេះការដាក់បន្លាលុកការដាក់កុងតឺន័រដើម្បីបាំងផ្លូវអញ្ចឹងបើយើងមើលតាមខ្សែព្រំដែនដែលជាខ្សែព្រំដែនឯកภาพវិទ្យារបស់ថៃទីតាំងដែលធ្វើសកម្មភាពទាំងនោះសុទ្ធតែនៅក្នុងទឹកដីរបស់កម្ពុជាបាទมันមានធ្វើនៅក្នុងទឹកដីរបស់ថៃហើយសកម្មភាពទាំងអស់នេះគឺបានបង្ហាញអំពីការបង្កើតផ្ទៃអន្តរជាតិមានន័យថាគោលដៅនិងគោលបំណងគឺចង់គូសវាសយកតំបន់ទឹកដីរបស់ជាចុងក្រោយខ្ញុំសូមជម្រាបជូនបងប្អូនទស្សនិកជនរួមជាតិខ្មែរទាំងអស់ឲ្យបានជម្រាបថាមិនថាតែផែនទីឯកតោភាគីស៊េរី L7017 មាត្រដ្ឋាន1លើ50ពាន់ដែលថៃគូសឡើងដែលថៃផលិតឡើងដោយឯកតោភាគីនេះរួមជាមួយនឹងផែនទីផ្លូវការមាត្រដ្ឋាន1លើ200ពាន់ដែលជាផែនទីលទ្ធផលនៃការងារខណ្ឌសមារបស់គណៈកម្មការយុជនសៀនគឺបានបង្ហាញយ៉ាងច្បាស់ថាតំបន់អានសេះច្រកទ្វារអានសេះហើយនឹងសកម្មភាពដែលថៃបានធ្វើកន្លងមកនៅក្នុងតំបន់នេះគឺធ្វើឡើងក្នុងទឹកដីរបស់កម្ពុជា 100% ទន្ទឹមគ្នានឹងនេះតាមអ្វីដែលខ្ញុំដឹងតាមអ្វីដែលខ្ញុំកំពុងតាមដានបាទយោធាថៃកំពុងព្យាយាមគូសផែនទីថ្មីដែលផែនទីហ្នឹងគឺនឹងគូសយកទីតាំងដែលខ្លួនកំពុងតែឬក៏ដែលយោធាថៃកំពុងតែគ្រប់គ្រងតាមការបច្ចុប្បន្នដាក់ចូលទៅក្នុងទឹកដីរបស់ខ្លួនដែលសកម្មភាពនេះខ្ញុំសូមបញ្ជាក់ថាកម្ពុជាមិនអាចទទួលយកបានទេដូច្នេះខ្ញុំថាឡើយតែផែនទី L7017 ដែលគូសឡើងដោយឯកតោភាគីហើយបានប្រើប្រាស់កន្លងមកផែនទីថ្មីដែលត្រៀមនឹងធ្វើត្រៀមនឹងផលិតនេះហើយផ្សព្វផ្សាយនេះគឺជាសកម្មភាពឯកតោភាគីហើយគ្មានតម្លៃឬអនុភាពតាមផ្លូវច្បាប់ឡើយសូមថ្លែងអរគុណឯកឧត្តមស្រីបូរ៉ាចំពោះការបង្ហាញនៅទស្សនវិជ្ជាផ្នែកបច្ចេកទេសទាំងការបង្ហាញជូននៅផែនទីដែលបង្ហាញនៅខ្សែបន្ទាត់ព្រំដែនហើយក៏បង្ហាញថាតំបន់អានសេះក៏ដូចជាច្រកអានសេះគឺស្ថិតនៅក្នុងទឹកដីកម្ពុជាហើយសកម្មភាពនៃការកែប្រែសាងសង់អ្វីផ្សេងៗនៅក្នុងតំបន់កម្ពុជាពីសំណាក់យោធាថៃគឺជាសកម្មភាពខុសច្បាប់លើទឹកដីកម្ពុជាហើយកម្ពុជាមិនដែលទទួលស្គាល់នៅការកែប្រែខ្សែបន្ទាត់ព្រំដែនតាមរយៈការប្រើប្រាស់កម្លាំងយោធានោះទេ